ไม่ត្រជាក់ធ្លាក់ភ្លៀងបែបនេះបងប្អូនមិនគួរមើលរំលងចំពោះមីនុយបបរសខកង្កែបមួយមុខនេះទេបងប្អូនអង្កែបបែបសង្កពុរបើសិនជាបានញ៉ាំក្តៅក្តៅហឹលជាមួយនឹងបបរសគឺចាប់ជាតិគ្នាខ្លាំងមែនតើបងប្អូនជាពិសេសសម្រាប់បងដែលស្វឹងលាប់ជាអីកុំភ្លេចជាមួយនឹងមីនុយមួយមុខនេះគឺថាហត់ទៅក្តៅបែកញើសឆាប់ស្វាងតែម្ដងហើយចំពោះខមួយមុខនេះដែរគឺមានគ្រឿងផ្សំរបៀបធ្វើនិងរសជាតិខុសពីរបៀបខបែបខ្មែររបស់យើងកុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាពីរបៀបធ្វើគ្រឿងផ្សំរបស់យើងដូចជាខ្ទឹមសខ្ទឹមក្រហមខ្ញីនិងស្លឹកខ្ទឹមហើយចំពោះម្ទេសវិញបើសិនជាបងប្អូនមានម្ទេសក្រៀមគឺរឹតតែល្អពោះវាត្រូវជាមួយនឹងខរបស់យើងហើយតួអង្គពិសេសរបស់យើងនោះគឺកង្កែបយើងធ្វើការប្រឡាក់គ្រឿងវាទុកជាមួយយើងប្រឡាក់ជាមួយស្ករប៊ីចេងប្រេងខ្យងម្រេចម្សៅស៊ុបទឹកស្អៀវប្រេងម្ទេសនិងប្រេងល្ងចំពោះគ្រឿងផ្សំទាំងអស់នេះបងប្អូនធ្វើការដាក់តិចបានហើយព្រោះយើងត្រូវធ្វើទឹកស៊ុសវាផ្សេងដល់ឡែកទៀតកូរឲ្យសព្វហើយយើងក៏ចាប់ផ្ដើមទៅធ្វើជាមួយនឹងទឹកស៊ុសយើងធ្វើការដាក់ជាមួយនឹងប្រេងខ្យង3ស្លាបព្រាបាយត្រង់នេះដែរបងប្អូនបើសិនជាបងប្អូនមានទឹកស៊ីអ៊ីវខាប់បងប្អូនអាចដាក់ជាមួយនឹងទឹកស៊ីអ៊ីវខាប់បានដោយសារខ្ញុំអត់មានទឹកស៊ីអ៊ីវខាប់ខ្ញុំក៏ដាក់ទឹកស៊ីអ៊ីវយើងធម្មតាយើងដាក់ទឹកស៊ីអ៊ីវខាប់ទៅធ្វើឲ្យពណ៌របស់ខយើងមានពណ៌ស្រស់ស្អាតគ្រឿងផ្សំរបស់ទឹកស៊ុសយើងក៏មិនមានអីខុសប្លែកជាមួយនឹងគ្រឿងប្រឡាក់កែបដែរគឺដូចគ្នាទេគាត់ដាក់ចំណុះបរិមាណយើងដាក់ច្រើនជាងបរិមាណដែលយើងប្រឡាក់កែបកន្លែងនេះដែរបងប្អូនត្រូវចាក់ទឹកសចូលបន្ថែមរួចកូរវាឲ្យរលាយសព្វល្អទៅគ្រឿងផ្សំខ្ញុំដាក់រៀងតិចដែរទេបងប្អូនព្រោះដោយសារកង្កែបយើងមានតែ3អញ្ចឹងវារៀងតិចដែរអញ្ចឹងបើសិនជាបងប្អូនមានកង្កែបច្រើនអីបងប្អូនអាចធ្វើការថែមថយគ្រឿងតាមហ្នឹងទៅបងប្អូនក្រឡេកមកមើលពីវិធីខរបស់យើងវិញនៅពេលដែលប្រេងឆាក្តៅបងប្អូនធ្វើការចាក់ខ្ញីខ្ទឹមសខ្ទឹមក្រហមនិងមើមខ្ទឹមត្រង់នេះដែរបើសិនជាបងប្អូនមានម្ទេសក្រៀមដាក់ទៀតរឹតតែល្អបងប្អូនបន្ទាប់មកយើងធ្វើការចាក់កង្កែបដែលយើងបានប្រឡាក់ទុកមុននោះទុកចោលវាប្រហែលជា5នាទីទៅឲ្យវាដាច់ទឹកប្រេងបន្ទាប់មកចាក់ទឹកសោសដែលយើងបានលាយមុននោះចូលក្នុងខរបស់យើងមកបងកង្កែបនេះដែរគ្រឿងផ្សំរបស់យើងគឺអត់មានប្រើជាមួយនឹងទឹកត្រីទេបងប្អូនយើងប្រើទៅជាមួយគ្រឿងផ្សំដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងមួយវិញទៀតបងប្អូនកុំភ្លេចធ្វើការលាយទឹកជាមួយនឹងម្សៅឆាដាក់ក្នុងខរបស់យើងដើម្បីឲ្យខរបស់យើងស្អិតល្អបងប្អូននៅពេលដែលខរបស់យើងចិនបងប្អូនកុំភ្លេចរោយស្លឹកខ្ទឹមពីលើថែមផងបងប្អូនមួយវិញទៀតចំពោះបបររបស់យើងបើសិនជាបងប្អូនមានស្លឹកតើយតាជួយបង្កើនឲ្យក្លិនបបររបស់យើងឲ្យកាន់តែឈ្ងុយផងដែរបបរនេះដែរបងប្អូនធ្វើការបបរឲ្យទៅរលាយទន់ល្អឬបើសិនជាបងប្អូនមានអង្ករដំណើបអាចដាក់លាយជាមួយអង្ករដំណើបក៏បានហើយអ្វីដែលមិនអាចភ្លេចបាននោះគឺទឹកស៊ីអ៊ីវបងប្អូនដាក់ជាមួយនឹងខ្ទឹមសនិងម្ទេសច្រាំឲ្យម៉ត់បែបនេះបងប្អូនដាក់ជាមួយខរបស់យើងគឺត្រូវគ្នាខ្លាំងរដងចង់ញ៉ាំបបរខកង្កែបទៅហាងឬក៏ទិញគេឥឡូវបងប្អូនអាចសាករៀនធ្វើទាំងអស់គ្នាណាអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយកុំភ្លេចជួយ follow ផងណា